កិច្ចការផ្ទះពីការពិសូតតកងតាក់ធ្វើបានពីចំណុចហើយនឹងងុយគេងណាចាំស្អែកចាំធ្វើតជុលគេងសិនព្រឹកបិទព្រឿងបើមានកងតាក់មួយទៀតស្រួលណាយមិនបាច់ងើបទៅបិទបើខៀងធ្វើពិសោធន៍នេះត្រឹមត្រូវខៀមប្រកាសជាអាចធ្វើកងតាក់បានដែរជាមិនខានកំណត់យ៉ាងម៉េចណាកំណត់បញ្ហាតើអ្នកតកងតាក់ជាង3ចំនួន2ក្នុងសៀគ្វីដើម្បីបិទនិងបើកភ្លើងបានស្រួលក្នុងបន្ទប់និងបញ្យល់ពីដំណើរការរបស់សៀគ្វីបានយ៉ាងដូចនេះដេចជ័យយោគិតឃើញស្រែក Nice. សមត្ថកម្មយើងតកងតាក់ទាំងពីរជាស៊េរីជាមួយគ្នានិងភ្ជាប់ទៅប្រភពរួចភ្ជាប់ទៅនឹងអំពូលភ្លើងដើម្បីបង្កើតសៀគ្វីបិទតេស្តសមត្ថកម្មតម្រូវការសម្ភារៈមានដូចជា e-lab-router កងតាក់ជើង3ចំនួន2ប្រភពអគ្គិសនីអំពូលភ្លើងនិងជើងរបស់វាដំណើរការពិសោធន៍ Scan QR ដើម្បីមើលដំណើរការពិសោធន៍លទ្ធផលរូបទី1ពេលកុងតាក់ទី1បិទនិងកុងតាក់ទី2បិទនោះអំពូលភ្លើងឆេះភ្លឺរូបទី2ពេលកុងតាក់ទី1បិទនិងកុងតាក់ទី2បើកនោះអំពូលភ្លើងរលត់រូបទី3ពេលកុងតាក់ទី1បើកនិងកុងតាក់ទី2បើកនោះអំពូលភ្លើងឆេះភ្លឺរូបទី4ពេលកុងតាក់ទី1បើកនិងកុងតាក់ទី2បិទនោះអំពូលភ្លើងរលត់វិភាគនិងសន្និដ្ឋានផ្អែកតាមលទ្ធផលខាងលើកុងតាក់ជាង3ទាំងពីរត្រូវបានដំឡើងឬតក្នុងស៊ីគ្វីហើយវាដំណើរការបានយ៉ាងល្អដូច្នេះសមត្ថកម្មត្រូវបានគ្រប់គ្រងដោយពិសោធន៍ជ័យយោធ្វើកងតាក់បានសម្រេចបាត់តពុតនេះជាងភ្លើងអត់កាំងអ្នកធ្វើបាត់អើយ